ជំងឺធ្លាក់ទឹកចិត្តមិនមែនមានន័យថាក្រៀមក្រំពិបាកចិត្តធម្មតានោះទេតើតាមការពិតវាមានន័យដូចម្តេចជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលមានរោគសញ្ញាពីរសំខាន់ទីមួយអារម្មណ៍សោកសៅក្រៀមក្រំពិបាកចិត្តនិងបាត់ចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីដែលខ្លួនឯងធ្លាប់សប្បាយឥឡូវលែងសប្បាយដូចមុនហើយអាការៈទាំងពីរសំខាន់នេះមានរយៈពេលយ៉ាងហោចណាស់2សប្តាហ៍ហើយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃជាទូទៅមនុស្សគ្រប់គ្នាអាចមានអារម្មណ៍ពិបាកចិត្តពេលជួបបញ្ហានេះជារឿងធម្មតាប៉ុន្តែជំងឺទឹកចិត្តគឺវានៅយូរជាងរ៉ាំរ៉ៃជាងធ្ងន់ធ្ងរជាងរហូតដល់ប៉ះពាល់ដល់ការងារប្រចាំថ្ងៃការគេងឬទំនាក់ទំនងជាមួយអ្នកជុំវិញដូចនេះជំងឺធ្លាក់ទឹកចិត្តជាជំងឺដែលអាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានមិនមែនគ្រាន់តែអារម្មណ៍ទន់ខ្សោយឬយើងខ្ជិលច្រអូសនោះទេបើអ្នកមានអារម្មណ៍សោកសៅលើសពី2សប្តាហ៍សូមកុំខ្មាស់អៀនមកជួបជាមួយនឹងគ្រូពេទ្យ